ok mặc bỏ đấy đó tới nữa này tới hơi ok ờ sao thế mày trong lọ lúa chia sẻ nè là ngày chăm bông việc xua sao thay xôm xôm ở phải tô xôm chia sẻ bong chân án việc xua sao thay bong sọc sờ bài một bị xã rồi mình mong pram prật hay ôn sấy ninja sọc sờ bài ở con chân hay mìnhจะสร้างเมียนปัญหาជាមួយอินเทอร์เน็ตอินเทอร์เน็ตได้ចឹងសូមឲ្យទោសឥឡូវយើងវិលត្រឡប់មកផ្សារថ្មីទាំងអស់គ្នាអញ្ចឹងបងប្អូនជួយចែករំលែកនៅព័ត៌មានជាមួយមិត្តភ័ក្តិជាមួយក្រុមគ្រួសារហើយជួយចុចប៊ូតុងបេះដូងឲ្យបានច្រើនតិចដើម្បីឲ្យបានមិត្តភ័ក្តិដឹងអំពីព័ត៌មាននេះកាន់តែច្រើនថែមទៀតបាទទីទៀតយើងនឹងចាប់ផ្ដើមទាំងអស់គ្នាជាកិច្ចស្វាគមន៍បន្តិចទាំងអស់គ្នាសិនដោយសារតែមិញអខានអ៊ីនធឺណិតអរអ៊ូលើសុំ refresh សាថ្មីតាមទៀតបាទជំរាបសួរដាវីជំរាបសួរកំស្រៀងសុផលជំរាបសួរទាំងអស់គ្នាសាថ្មីសុខសប្បាយមកពីណាខ្លះមកពីភ្នំពេញមកពីសៀមរាបមកពីតាមខេត្តផ្សេងៗឬមួយមកពីស្រុកក្រៅជួយដាក់ផងដើម្បីដឹងថានៅពេលដែលយើងចាប់ផ្ដើមធ្វើសមាធិមានបងប្អូនមកពីណាខ្លះមកពីតំបន់ឬមួយមកពីតាមខេត្តណាខ្លះដើម្បីចូលរួមធ្វើសមាធិរួមគ្នាទាំងអស់គ្នាសាថ្មីជាភិរមសុខស្ដីភិរមសុខសប្បាយអូនភិរមអ្នកសៀមរាបសុផលសាថ្មីគោលសំខាន់គោលបំណងសំខាន់នៃការបើកវគ្គបង្រៀនសមាធិឬមួយការចែករំលែកពាក់ព័ន្ធទៅនឹងការបង្រៀនសមាធិតាមអនឡាញនេះដោយសារតែខ្ញុំគិតថាក្នុងនាមជាប្រជាពលរដ្ឋម្នាក់នៅពេលដែលឃើញស្ថានភាពកំពុងតែកើតឡើងបែបនេះអត់មានអីជួយច្រើនក៏គិតថានេះជាផ្នែកមួយក្នុងការជួយបង្កើននៅស្មារតីផ្នែកមួយជាការជួយបង្កើននៅលំនឹងចិត្តរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនហើយគោលដៅដ៏សំខាន់ធំ3ទី1ដែលខ្ញុំនិយាយខាងដើមថាជាការបង្កើនលំនឹងចិត្តរបស់យើងទាំងអស់គ្នាទី2ជួយបង្កើននូវសុខសន្តិភាពជាមួយខ្លួនឯងហើយទី3នេះគឺផ្ដល់ឱកាសឲ្យខ្លួនឯងបាននៅជាមួយបច្ចុប្បន្នភាពជាមួយខ្លួនឯងផងដែរពីព្រោះថាស្ថិតនៅក្នុងស្ថានភាពបែបនេះកាលណាយើងឆ្លើយតបជាមួយភាពភ័យខ្លាចឆ្លើយតបជាមួយការព្រួយបារម្ភខ្លាំងពេកទៅវាធ្វើឲ្យយើងបាត់បង់នៅសមត្ថភាពបាត់បង់នៅបញ្ញាក្នុងការដោះស្រាយនៅបញ្ហាព្រះអង្គលោកបានសម្ដែងថាលីដាសុខសប្បាយមលៈសុខសប្បាយសូមស្វាគមន៍ទាំងអស់គ្នាជួយប្រាប់ទាំងអស់គ្នាផងមកពីតំបន់ណាខ្លះណាហើយជួយចែករំលែកជួយ share ជួយចុចប៊ូតុងបេះដូងឲ្យបានច្រើនដើម្បីព័ត៌មាននឹងចែកផ្សាយភាគបានកាន់តែច្រើនថែមទៀតបាទផ្លូវចិត្តគឺជារឿងសំខាន់ខ្លាំងមែនទែនក្នុងមួយថ្ងៃយើងដោះថ្មី2 ឬ 3 ដងងុយទឹក2 ឬ 3 ដងញ៉ាំបាយ2 3 ដងដើម្បីញ៉ាំបាយដើម្បីពង្រឹងនៅរាងកាយរបស់យើងងុយទឹកដើម្បីសម្អាតនៅរាងកាយរបស់យើងហើយដោះថ្មីក៏អញ្ចឹងយើងចំណាយពេលមួយថ្ងៃ10 ឬក៏15 នាទីក្នុងការធ្វើសមាធិក៏ជាផ្នែកសំខាន់ដែលយើងជំរះនៅចិត្តរបស់យើងដែលយើងរៀនបង្កើននៅកម្លាំងចិត្តរបស់យើងតាមរយៈនៃការធ្វើសមាធិទាំងអស់គ្នាហើយសាថ្មីសមាធិបើនិយាយបែបសាមញ្ញធម្មតាថាការអភិវឌ្ឍ
ផ្នត់កំណត់មួយអភិវឌ្ឍផ្លូវចិត្តយើងនិយាយថាពេលដែលនិយាយពាក្យថាសមាធិគឺនឹកដល់សិលសមាធិបញ្ញាបាទទាំង3អញ្ចឹងថ្ងៃនេះយើងគ្រាន់តែរៀនអំពីរបៀបនៃការដកដង្ហើមរៀនអំពីរបៀបនៃដកដង្ហើមដែលភាសាបច្ចេកទេសថាព្រះអាណាបានសតិអាណាបានសតិរបៀបនៃការដកដង្ហើមចេញចូលបាទហើយអរិយាបថនៃការសមាធិទាំង4យើងមានសមាធិអង្គុយសមាធិឈរសមាធិដើរហើយនិងសមាធិគេងឬមួយយើងនិយាយថា lying down អញ្ចឹងនៅក្នុងថ្ងៃនេះជាថ្ងៃទី2យើងនឹងអនុវត្តបន្ថែមទៀតទៅជាមួយសមាធិអង្គុយទាំងអស់គ្នាអ្វីដែលសំខាន់នោះគឺយើងរៀនអំពីរបៀបនៃការដកដង្ហើមចេញនិងដកដង្ហើមចូលជាការពិតណាស់ដង្ហើមគឺជាជីវិតនៅពេលដែលយើងយល់អំពីប្រព័ន្ធនៃការដកដង្ហើមចេញចូលតាមសម្រួលយើងអាចគ្រប់គ្រងនៅស្ថានភាពយើងអាចគ្រប់គ្រងនៅភាពភ័យខ្លាចអាចគ្រប់គ្រងនៅភាពតានតឹងរបស់យើងស្វែងយល់ពីខ្លួនយើងឲ្យបានច្រើនជាងមុនបាទសួស្តីសាមនយើងនឹងចាប់ផ្ដើមបន្តិចទៀតនៅប្រហែលជា1ឬ2ទៀតយើងចាប់ផ្ដើមសួស្តី Natalie សុខសប្បាយស្វាគមន៍មកចូលរួមទាំងអស់គ្នានៅថ្ងៃទី2នៃការធ្វើសមាធិតាមអនឡាញទាំងអស់គ្នាបាទភ្លើងនេះយ៉ាងធ្លាក់សោយហ្នឹងហើយអូខេបងប្អូនត្រៀមខ្លួនរួចជាស្រេចនៅត្រៀមខ្លួនហើយនៅបើត្រៀមហើយអាចបើត្រៀមហើយសូមជួយប្រាប់ទាំងអស់គ្នាមកដាក់ថាត្រៀមហើយឬមួយរួចរាល់ហើយឬមួយដាក់ថា yes ក៏បានដើម្បីឲ្យបានដឹងទាំងអស់គ្នាបាទសុមេតា yes សុមេតាត្រៀមខ្លួនហើយឆាយាសុខសប្បាយឆាយាឡើយនៅសៀមរាបឬមួយនៅបាត់ដំបងវលៈ ready វលៈត្រៀមខ្លួនអញ្ចឹងបងប្អូនទាំងអស់គ្នាជួយប្រាប់បន្តិចអ្នកត្រៀមខ្លួនរួចហើយឬមួយព្រមឬមួយរួចជាស្រេច yes ក៏បានដាក់ត្រៀមខ្លួនហើយក៏បានដាក់ yes ក៏បានសួស្តីបងបញ្ញាសុខសប្បាយបងបងកំស្រៀងសុខសប្បាយអូខេត្រៀមខ្លួនហើយច្រើនបន្តិចម្ដងទាំងអស់គ្នាបាទហើយបន្ទាល់នេះយើងនឹងគោះធ្វើសមាធិនៅពេលដែលខ្ញុំគោះ3ដងមានន័យថាខ្ញុំឲ្យបងប្អូនត្រៀមខ្លួនត្រៀមកាយត្រៀមចិត្តមែនទែនដើម្បីបិទភ្នែកទាំងអស់គ្នាភក្តីសុខសប្បាយភក្តីត្រៀមខ្លួនហើយបាទចឹងជួយមុននឹងយើងចាប់ផ្ដើមជួយចុចបេះដូងជួយ share ជួយអីដើម្បីឲ្យមិត្តភ័ក្តិឲ្យបងប្អូនរបស់យើងបានចូលរួមទាំងអស់គ្នាឥឡូវនេះយើងមាន77នាក់ដែលនៅលើអនឡាញមានន័យថា77នាក់ឬ80នាក់ដែលនឹងធ្វើសមាធិរួមគ្នាទាំងអស់គ្នានៅក្នុងគណៈពេលនេះតែម្ដងមាននៅភ្នំពេញនៅសៀមរាបនៅតាមខេត្តខ្លះហើយនៅសហរដ្ឋអាមេរិកផងដែរយើងនឹងចូលរួមទាំងអស់គ្នាបាទបងប្អូនរបៀបនៃការត្រៀមខ្លួនបងប្អូនអាចអង្គុយនៅលើកៅអីក៏បានអង្គុយនៅលើក្រែក៏បានសំយ៉ងជើងដាក់ចុះក្រោមមកឬមួយអង្គុយបើមិនចឹងទេអង្គុយនៅលើកម្រាលបើយើងនៅលើកម្រាលឬមួយនៅលើឥដ្ឋលើអីយើងអង្គុយតាមរបៀបគឺអង្គុយត្រៀមខ្លួនអង្គុយដាក់ជើងស្ដាំលើជើងឆ្វេងហើយដៃស្ដាំលើដៃឆ្វេងឬមួយយើងដាក់ដៃលើកផ្លូវទាំងសងខាងរបស់យើងក៏បានផងដែរហើយគណៈពេលអង្គុយគឺសូមដាក់ឲ្យបានត្រង់ខ្លួនទាំងអស់គ្នាក្បាលរបស់យើងនឹងគឺអត់មានថាអត់ងើបពេកឬមួយអត់អោនពេកទេគឺយើងអង្គុយមិនឲ្យមកក្បាលរបស់យើងនោះត្រង់ជាមួយដងខ្លួនរបស់យើងទាំងអស់គ្នាបាទហើយពេលដែលដកដង្ហើមមិនឲ្យប្រឹងពេកឧទាហរណ៍ហើយថ្មិចក៏ចឹងដែរពេលដែលថ្មិចក៏យើងថ្មិចតាមស្រួលដូចពេលដែលយើងថ្មិចភ្នែកគេអញ្ចឹងហើយដកដង្ហើមក៏អត់ឲ្យប្រឹងខ្លាំងពេកទេកុំឲ្យបាទឥឡូវយើងបានអ្នកចូលរួមសមាធិទាំងអស់គ្នា80នាក់ជាងហើយជិត90នាក់80នាក់90នាក់ហើយអញ្ចឹង90នាក់នឹងធ្វើសមាធិរួមគ្នាទាំងអស់គ្នានៅពេលនេះបាទឥឡូវយកដៃមកស្ទាបស្មាបន្តិចមកដៃស្ដាំស្ទាបស្មាឆ្វេងរបស់យើងរៀង relax ឲ្យ relax ជាមួយរាងកាយរបស់យើងតិចមកបាទហើយបន្តមកទៀតដៃស្ដាំរបស់យើងបាទ
ហើយយកដៃមកម៉ាស្សាកញ្ចឹងករបស់យើងបន្តិចមកដើម្បីយើងសម្រួលត្រៀមនៅកាយរបស់យើងបាទចាំបងប្អូននឹងដកដង្ហើម3ធំតាមខ្ញុំទាំងអស់គ្នាដកឲ្យលឺក៏បានដែរដកបែបនេះដកចូលចេញអញ្ចឹងយើងនឹងសាកល្បងដកដង្ហើមទាំងអស់គ្នាណាពេលខ្ញុំរាប់1 2 3ខ្ញុំលើកដៃចេះមានដកចូលពេលខ្ញុំដាក់ដៃចុះគឺដកចេញពេលខ្ញុំរាប់1 2 3លើកដៃចូល1 2 3ចេញ1 2 3ចូលអញ្ចឹងយើងធ្វើបែបហ្នឹង3ដងទាំងអស់គ្នាប៉ុន្តែយើងដកឲ្យបានវែងទាំងអស់គ្នាតើសាកល្បងទាំងអស់គ្នាមុននឹងបិទភ្នែកត្រៀម1 2 3 1 2 3ចេញម្ដងទៀត1 2 3ចូលចេញលើកនេះដកឲ្យបានវែងទាំងអស់គ្នា1 2 3ជាការពិតណានៅពេលដែលយើងពេលខ្លះយើងមានអារម្មណ៍តានតឹងម្ដងម្កាលយើងដកដង្ហើមធំហើយពេលយើងដកដង្ហើមធំទៅយើងអាចមានអារម្មណ៍ថាធូរស្រាលមែនទេហើយជាពិសេសទៀតខ្ញុំជឿថាបងប្អូននៅពេលដែលខឹងណានៅពេលដែលខឹងគឺយើងអត់និយាយពាក្យល្អការគិតរបស់យើងក៏ល្អហើយសកម្មភាពរបស់យើងក៏ល្អដែរអញ្ចឹងក្រៅពី3ចំណុចធំដែលខ្ញុំលើកខាងដើមថាគោលដៅសំខាន់នៃការចែករំលែកអំពីរបៀបនៃការធ្វើសមាធិតាមអនឡាញនេះទី1គឺបង្កើនលំនឹងចិត្តរបស់យើងដើម្បីឆ្លើយតបទៅស្ថានភាពជាមួយ COVID 2019ដែលភាគច្រើនយើងមានការភ័យខ្លាចមានកង្វល់មានការព្រួយបារម្ភខ្លាំងអំពីស្ថានភាពហ្នឹងហើយទី2ដើម្បីបង្កើននូវសុខសន្តិភាពជាមួយខ្លួនឯងភាពស្ងប់ស្ងាត់ហើយអ្វីសំខាន់ទី3ទៀតនោះគឺយើងបង្កើននូវមេត្តាចិត្តចែករំលែកនៅសេចក្តីសន្តោសនិងមេត្តាចិត្តទី1គឺយើងបង្កើតជាមួយខ្លួនឯងបន្ទាប់ពីយើងបង្កើតនូវមេត្តាចិត្តសម្រាប់ខ្លួនឯងហើយយើងក៏ចែករំលែកនៅមេត្តាចិត្តជាមួយមនុស្សទូទៅជុំវិញទាំងអស់គ្នាបាទឥឡូវចាប់ផ្ដើមសមាធិទាំងអស់គ្នាបាទត្រៀមបាទសូមបងប្អូនសម្រួលឥរិយាបថហើយបិទភ្នែកទាំងអស់គ្នានៅពេលដែលបងប្អូនអង្គុយដូចប្រាប់ខាងដើមថាដាក់ជើងស្ដាំលើជើងឆ្វេងដៃស្ដាំលើដៃឆ្វេងឬមួយយើងដាក់ដៃលើកភ្លៅទាំងពីររបស់យើងក៏បានបងប្អូនអាចអង្គុយនៅលើកម្រាលអិតក៏បាននៅលើព្រំឬមួយលើកៅអីលើក្រែក៏បានបាទសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលចូលរីករាយជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលរបស់ខ្លួនប្រកបដោយស្នាមញញឹមនៅក្នុងចិត្តរៀងខ្លួនជាការពិតណាស់គណៈពេលនេះយើងកំពុងតែផ្ដល់នៅពេលវេលាឲ្យរាងកាយខ្លួនឯងផ្ដល់នៅពេលវេលាឲ្យផ្លូវចិត្តរបស់យើងបានសម្រាកបានទទួលនូវភាពស្ងប់ស្ងាត់បានទទួលនូវសេចក្តីសុខនៅក្នុងគណៈពេលនេះសូមបងប្អូននៅពេលដែលដកដង្ហើមចេញដកដង្ហើមចូលសូមកុំប្រឹងកុំឲ្យមានភាពតានតឹងជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលប្រសិនបើអារម្មណ៍របស់យើងគិតពីនេះពីនោះពីមួយទៅមួយសូមកុំប្រាប់ខ្លួនឯងកុំបង្ខំចិត្តខ្លួនឯងថាកុំគិតតួនាទីនៃចិត្តរបស់យើងនៅក្នុងខណៈពេលនេះគឺអង្កេតទៅលើអារម្មណ៍របស់យើងហើយអ្វីដែលសំខាន់គឺផ្ដោតលើការដកដង្ហើមចេញនិងដកដង្ហើមចូលនៅពេលដែលយើងដកដង្ហើមចូលវែង
ចូលកំណត់ដឹងថាដង្ហើមចូលវែងពេលដែលចេញវែងកំណត់ដឹងថាចេញវែងសាចុះសាឡើងសាចុះសាឡើងច្រើនដងរហូតដល់អារម្មណ៍របស់យើងបានស្ងប់ស្ងាត់បន្តិចម្ដងតាមរយៈនៃការដកដង្ហើមចេញនិងដកដង្ហើមចូលរបស់យើង រីករាយជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលរបស់ខ្លួនជាមួយដូរតន្ត្រីកំដរនៃការធ្វើសមាធិតន្ត្រីកំដរនៃការធ្វើចិត្តស្ងប់របស់យើងនៅក្នុងខណៈពេលនេះការធ្វើសមាធិមានន័យថាយើងបើកឱកាសឲ្យផ្លូវចិត្តរបស់យើងទទួលបាននៅភាពស្ងប់ស្ងាត់ទទួលបាននៅលំនឹងចិត្តសម្រាប់ខ្លួនឯងហើយក៏ទទួលបាននៅក្តីសុខផ្នែកខាងផ្លូវចិត្តផងដែរសត្វថ្មីដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលសូមអង្កេតមកមើលរាងកាយទៅលើរាងកាយរបស់យើងតាមរយៈនៃផ្លូវអារម្មណ៍ផ្នែកណាមួយដែលយើងមានអារម្មណ៍អត់ comfortable ផ្នែកណាមួយដែលយើងមានអារម្មណ៍ចុកស្រពោនឬមួយរយមិនថានៅស្មាឬមួយឆ្កេះឬមួយនៅជើងរបស់យើងសូមសម្រួលហើយផ្ដល់ឱកាសឲ្យរាងកាយរបស់យើងបានទទួលនៅការសម្រាកផងដែរដកដង្ហើមចូលជាមួយសុខសន្តិភាពដកដង្ហើមចេញពីក្តីកង្វល់និងការព្រួយបារម្ភទាំងឡាយរីករាយជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលប្រកបដោយស្នាមញញឹមនៅក្នុងចិត្តរៀងខ្លួនចូលកំណត់ទៅលើចលនាដង្ហើមរបស់យើងនៅពេលដែលយើងដកដង្ហើមចូលកំណត់ដឹងថាចូលពេលដកដង្ហើមចេញកំណត់ដឹងថាចេញប្រសិនបើដង្ហើមយើងចូលវែងចូលកំណត់ដឹងថាចូលវែងដង្ហើមយើងកំណត់ចេញពេលដែលចេញវែងកំណត់ដឹងថាចេញវែងប្រសិនបើមានការដកដង្ហើមញាប់ក៏យើងកំណត់ដឹងថាញាប់យកស្មារតីមកដាក់ជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលរបស់ខ្លួនរាល់កិច្ចការនិងកង្វល់ទាំងឡាយសូមអនុញ្ញាតទុកវេលាសិនតែខណៈពេលនេះបងប្អូនផ្ដល់ឱកាសឲ្យរាងកាយរបស់យើងទទួលបាននូវការសម្រាកហើយនឹងផ្ដល់ឱកាសឲ្យចិត្តរបស់យើងទទួលបាននូវការសម្រាក
តាមរយៈនៃការធ្វើសមាធិតាមរយៈនៃការស្វែងយល់សិក្សាពីខ្លួនឯងនៅក្នុងគណៈពេលនេះគណៈពេលដែលយើងកំពុងតែអង្គុយរីករាយជាមួយការធ្វើសមាធិរបស់យើងក៏អាចបញ្ជូនចិត្តរបស់យើងគិតទៅដល់មិត្តភ័ក្តិទៅដល់ក្រុមគ្រួសាររបស់យើងចែករំលែកនៅសេចក្តីសុខភាពរីករាយជាមួយពួកគាត់ហើយក៏អាចគិតថាពួកគាត់អង្គុយក្បែរយើងពួកគាត់ទទួលនៅភាពរីករាយពួកគាត់ទទួលនៅសេចក្តីសុខពីយើងប្រកបដោយស្នាមញញឹមទាំងអស់គ្នាតាមរយៈនៃការបង្កើននៃក្តីសុខសម្រាប់ខ្លួនឯងនៅក្នុងគណៈពេលនេះចូលគិតថាពួកគាត់ក៏នៅក្បែរយើងពួកគាត់រីករាយត្រេកអរជាមួយអំពើល្អដែលយើងកំពុងតែធ្វើនៅក្នុងគណៈពេលនេះសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលសូមផ្ដោតអារម្មណ៍មកកាន់សរសៃសក់សម្រួលសរសៃសក់សម្រួលសរសៃសក់តាមរយៈនៃផ្លូវអារម្មណ៍របស់យើងផ្ដោតអារម្មណ៍មកកាន់ភ្នែកសម្រួលភ្នែកសម្រួលភ្នែកផ្ដោតអារម្មណ៍មកកាន់ស្លឹកត្រចៀកសម្រួលស្លឹកត្រចៀកសម្រួលស្លឹកត្រចៀកផ្ដោតអារម្មណ៍មកកាន់កញ្ចឹងកយកសតិយកស្មារតីរបស់យើងមកដាក់ជាមួយកញ្ចឹងកតាមពាក្យដែលខ្ញុំថាសម្រួលកញ្ចឹងកផ្ដោតអារម្មណ៍មកកាន់ស្មាផ្ដោតអារម្មណ៍មកកាន់ស្មាសម្រួលស្មាសម្រួលស្មារាល់កង្វល់និងភាពតានតឹងទាំងឡាយនឹងរសាត់បាត់ទៅជាមួយការដកដង្ហើមចេញរបស់យើងដកដង្ហើមចូលជាមួយធម៌ពលវិជ្ជមានដកដង្ហើមចូលជាមួយសេចក្តីសុខផ្លូវចិត្តនៅក្នុងគណៈពេលនេះផ្ដោតអារម្មណ៍មកកាន់ដៃស្ដាំសម្រួលដៃស្ដាំសម្រួលដៃស្ដាំផ្ដោតអារម្មណ៍មកកាន់ដៃឆ្វេងសម្រួលដៃឆ្វេងសម្រួលដៃឆ្វេងផ្ដោតអារម្មណ៍មកកាន់ខ្នងផ្ដោតអារម្មណ៍មកកាន់ខ្នងសម្រួលខ្នងសម្រួលចង្កេះសម្រួលជើងសម្រួលគ្រប់អិរិយាបថនៃរូបរាងកាយរបស់យើងទាំងអស់សម្រួលគ្រប់អិរិយាបថនៃរូបរាងកាយរបស់យើងទាំងអស់សត្វថ្មីសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលយើងនឹងធ្វើការផ្សព្វផ្សាយនៅមេត្តាធម៌នៅមេត្តាចិត្តនិងក្តីសន្តោសដល់មនុស្សដល់មិត្តភ័ក្តិដល់ក្រុមគ្រួសារនិងមនុស្សទូទៅជុំវិញខ្លួនរបស់យើងសូមលើកដៃសំពះទាំងអស់គ្នាហើយថាតាមខ្ញុំទាំងអស់គ្នាអហង្សុខិតោហោមិនិតតុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតចាកទុក្ខ
សូមឲ្យក្រុមគ្រួសាររបស់ខ្ញុំបានសុខរួចផុតចាកទុក្ខសូមឲ្យសាច់ញាតិរបស់ខ្ញុំបានសុខរួចផុតចាកទុក្ខសូមឲ្យមិត្តភ័ក្តិរបស់ខ្ញុំបានសុខរួចផុតចាកទុក្ខសូមឲ្យមនុស្សទូទៅបានសុខរួចផុតចាកទុក្ខសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលនិងដាក់ដៃថ្នមថ្នមត្រឡប់មកខាងដើមវិញដាក់លើភ្លៅសងខាងសូមផ្ដោតអារម្មណ៍មកកាន់កៅភ្នែកសូមផ្ដោតអារម្មណ៍មកកាន់កៅភ្នែកហើយបើកភ្នែកបន្តិចម្ដងបន្តិចម្ដងប្រកបដោយស្នាមញញឹមទាំងអស់គ្នាបើកភ្នែកបន្តិចម្ដងបន្តិចម្ដងប្រកបដោយស្នាមញញឹមទាំងអស់គ្នាបាទបងប្អូនមានអារម្មណ៍មិនដែរសមាធិរយៈពេលខ្លីជារបៀបនៃការអង្គុយរបៀបនៃការដកដង្ហើមតិចតិចខ្លីៗដើម្បីបង្កើននៅតុល្យភាពបង្កើននៅសេចក្តីសុខនិងភាពស្ងប់ស្ងាត់ជាមួយខ្លួនឯងជាការពិតនៅក្នុងស្ថានភាពនេះជាមួយស្ថានភាពដែលកំពុងតែកើតឡើងហើយយើងអាចទៅប្រតិកម្មតបជាមួយនោះទេរឿងសំខាន់គឺយើងត្រូវសម្រួលចិត្តរបស់យើងបង្កើននៅតុល្យភាពជាមួយខ្លួនឯងយើងអាចជួយក្រុមគ្រួសារមិត្តភ័ក្តិមនុស្សទូទៅបានបងប្អូនមានអារម្មណ៍មិនដែរជួយផ្ដល់មតិ feedback ទាំងអស់គ្នាមានអារម្មណ៍ថាខ្លីពេកលំបាកដកដង្ហើមឬមួយអារម្មណ៍នៅអត់ស្ងៀមឬមួយមានអារម្មណ៍ល្អមានអារម្មណ៍សម្រាក relax បាទ comment បាទជួយ comment បន្តិចម្នាក់ដើម្បីឲ្យបានដឹងទាំងអស់គ្នាបាទហើយមិនមែនដឹងទេមិញនេះយើងធ្វើសមាធិមិញ100នាក់ទាំងអស់គ្នា100នាក់ធ្វើសមាធិនៅលើ online មានន័យថាមនុស្ស100នាក់អង្គុយធ្វើសមាធិក្នុងពេលតែមួយពីកន្លែងផ្សេងគ្នាជាការបង្កើននៅធម៌ពលសម្រាប់ខ្លួនឯងផងបង្កើននៅធម៌ពលនិងមេត្តាចិត្តសម្រាប់ខ្លួនឯងជាពិសេសផ្សព្វផ្សាយនៅមេត្តាចិត្តទៅដល់មិត្តភ័ក្តិក្រុមគ្រួសារនិងមនុស្សសត្វទូទៅទាំងអស់ចឹងមានន័យថាយើងបានធ្វើនៅសេចក្តីល្អដ៏ធំធេងបានធ្វើនៅគុណតម្លៃដ៏ធំធេងមិនត្រឹមតែសម្រាប់ខ្លួនឯងនោះទេប៉ុន្តែចែករំលែកទៅដល់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់យើងផងដែរអញ្ចឹងបងប្អូនធ្វើការដឹងគុណចំពោះខ្លួនឯងដែលខ្លួនឯងបានធ្វើនៅសេចក្តីល្អសម្រាប់ល្ងាចនេះបាទហើយកំហែង relax សំណាង feel relax and peaceful បលៈអរគុណសុខហឿន feel fresh and relax មានអារម្មណ៍ថាស្រួលបញ្ញា wonderful Natalie feel relax Lida feel relax អញ្ចឹងបងប្អូនទោះបីរយៈពេលខ្លីទាំងអស់គ្នាយើងទទួលបាននៅសេចក្តីសុខទទួលបាននៅការសម្រាកតាមរយៈផ្លូវចិត្តរបស់ខ្លួនឯងបន្តិចម្ដងទាំងអស់គ្នាបាទហើយដូចខ្ញុំនិយាយខាងដើមសាថ្មីទោះបីពេលវេលាតិចតួចប៉ុន្តែយើងបានផ្ដល់ឱកាសឲ្យរាងកាយរបស់យើងទទួលបាននៅការសម្រាកផ្ដល់ឱកាសឲ្យផ្លូវចិត្តរបស់យើងទទួលបាននៅការសម្រាកផងដែរនេះហើយគឺជាការកសាងនៅឧបនិស្ស័យគឺជាការកសាងនៅគុណធម៌ដ៏ធំធេងក្នុងការបង្កើននៅតុល្យភាពបង្កើននៅលំនឹងចិត្តបង្កើននៅសុខសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនឯងជាការពិតណាស់ប្រសិនបើយើងចង់ចែករំលែកនៅសេចក្តីសុខនិងសុខសន្តិភាពជាមួយមនុស្សជុំវិញខ្លួនរបស់យើងគឺយើងត្រូវចាប់ផ្ដើមជាមួយខ្លួនឯងជាមុនសិនចាប់ផ្ដើមស្វែងយល់និងផ្ដល់ឱកាសឲ្យខ្លួនយើងមានបទពិសោធន៍និងទទួលបាននៅសេចក្តីសុខទទួលបាននៅសុខសន្តិភាពសម្រាប់ខ្លួនឯងជាមុនសិននៅពេលដែលយើងយល់អំពីគុណតម្លៃនឹងច្បាស់ហើយ
មានភាពងាយស្រួលក្នុងការចែករំលែកទៅដល់មនុស្សជុំវិញខ្លួនរបស់យើងបាទនីសាស្ងប់ចិត្តធូរស្រាលបានច្រើនអរគុណច្រើននីសាអរគុណបាទហើយឥឡូវនេះយើងជិតដល់ពេលកំណត់ហើយតាមពិតត្រូវដល់ពេលតែមុនហ្នឹងយើងដាច់ភាសាយើងចាប់ផ្ដើមភាសាថ្មីទៀតហ៎អញ្ចឹងអត់អីទេបងប្អូនជួយចែករំលែកនៅព័ត៌មានជួយចែករំលែកនៅคลิปមួយនេះទៅដល់មិត្តភ័ក្តិក្រុមគ្រួសាររបស់យើងទាំងអស់គ្នាដើម្បីឲ្យជួបដើម្បីឲ្យដឹងថ្ងៃស្អែកទីពីព្រោះយើងធ្វើរយៈពេល7ថ្ងៃថ្ងៃនេះគឺជាថ្ងៃទី2អញ្ចឹងយើងនៅ5ថ្ងៃទៀតហើយថ្ងៃពហុមានអ្នកគ្រូពេជ្រចូលរួមជួយចែករំលែកដឹកនាំការធ្វើសមាធិថ្ងៃសុក្រមានព្រះអង្គគ្រូសុខធីវីនៅសហរដ្ឋអាមេរិកនឹងជួយបង្រៀនតាមអនឡាញផងដែរអញ្ចឹងសូមបងប្អូនរងចាំហើយចូលរួមទាំងអស់គ្នាបងចាណាហេតុអ្វីពេលចាប់ផ្ដើមច្រើនតែស្ងប់ស្ងាត់ពេលចាប់ផ្ដើមច្រើនតែស្ងាត់ប្រហែលជាដោយសារនៅនោះព្រឹកពេកបងងើបមកភ្លាមអញ្ចឹងពេលចាប់ផ្ដើមស្ងាត់ប្រហែលជាបងងើបភ្លាមប្រហែលជាអាចធ្វើលំហាត់ប្រាណ 4-5 នាទីដើម្បីឲ្យរាងកាយរបស់យើង wake up សិនណាបងតទៅពីរាងកាយរបស់យើង wake up យើងលុបមុខលុបអីរាងកាយរបស់យើង wake up ត្រឹមត្រូវហើយយើងចាប់ផ្ដើមធ្វើសមាធិបាទហើយស្ងាត់ក៏អត់អីដែរមកអត់ខុសនៅពេលដែលយើងស្ងាត់យើងឲ្យមានស្មារតីដឹងថាយើងកំពុងស្ងាត់យើងអង្កេតទៅលើការស្ងាត់របស់យើងណាបើយើងស្ងាត់ហើយយើងអត់ដឹងហើយយើងធ្វើសមាធិគេងលក់អាហ្នឹងវាជាផ្នែកមួយជួយប៉ុន្តែមិនមែនជាការធ្វើសមាធិការធ្វើសមាធិគឺមានន័យថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្មារតីស្ថិតនៅក្រោមការគ្រប់គ្រងរបស់សតិយើងបាទ will do បាទបងសុករីថ្ងៃស្អែកនៅម៉ោងដដែលម៉ោង7ទៅម៉ោង7កន្លះឬមួយម៉ោង7ទៅម៉ោង7:40បាទប្រហែលជា30ទៅ40នាទីបាទនៅម៉ោងដដែលបងរយៈពេលមួយអាទិត្យពេញដែរបងណាថ្ងៃនេះថ្ងៃទី2អញ្ចឹងយើងនៅ5ថ្ងៃទៀតបងសំណាងបើសិនជាអាចសូមសំណូមពរលោកគ្រូចាប់ផ្ដើមពីម៉ោង7កន្លះបើសិនជាអាចសូមចាប់ផ្ដើមពីម៉ោង7កន្លះចាំមើលជជែកជាមួយក្រុមការងារអ្នករៀបចំចាំមើលជជែកមួយពួកគាត់តិចអរគុណច្រើនអរគុណខ្ញុំសំណាងបាទអរគុណមែនតើអត់អីចឹងយើងជួយចែករំលែកនៅខ្សែវីដេអូខ្លីមួយនេះទាំងអស់គ្នាទៅដល់មិត្តភ័ក្តិដល់ក្រុមគ្រួសារដល់បងប្អូនរបស់យើងទាំងអស់គ្នាដើម្បីឲ្យដឹងព័ត៌មានហើយយើងចូលរួមសមាធិទាំងអស់គ្នាដោយនិយាយខាងដើមមិញយើងសមាធិរួមគ្នាដល់ទៅ100នាក់អញ្ចឹងមានន័យថាក្នុងគណៈពេលតែមួយមនុស្ស100នាក់បានអង្គុយបង្កើតនៅសេចក្តីល្អបង្កើតនៅធម៌ពលផ្លូវចិត្តនិងបង្កើននៅលំនឹងចិត្តទាំងអស់គ្នាពីតំបន់ផ្សេងពីមានមកពីអាមេរិកមកពីអីបងចាណាគាត់មកពីអាមេរិកអញ្ចឹងយើងរួមគ្នាទាំងអស់គ្នាដើម្បីបង្កើននូវសុខសន្តិភាពខ្លួនឯងតែពេលដែលយើងមានសុខសន្តិភាពផ្លូវចិត្តខ្លួនឯងហើយយើងអាចចែករំលែកនូវសុខសន្តិភាពជាមួយមនុស្សជុំវិញខ្លួនរបស់យើងហើយជាពិសេសយើងកំពុងតែជួបប្រទះជាមួយស្ថានភាពដ៏តានតឹងជាមួយ COVID 2019នេះគឺយើងត្រូវទប់ស្កាត់ជាមួយខ្លួនឯងត្រូវបង្កើននូវលំនឹងចិត្តជាមួយខ្លួនឯងដើម្បីទប់ស្កាត់នៅបញ្ហាខាងក្រៅរបស់យើងបាទអញ្ចឹងសារជាថ្មីសូមអរគុណទាំងអស់គ្នាហើយថ្ងៃស្អែកជួបគ្នាម្ដងទៀតនៅម៉ោងដដែលខ្ញុំកណ្ណាសូមថ្វាយបង្គំប្រកាសគុណម្ចាស់គ្រប់ព្រះអង្គសូមថ្វាយបង្គំលាហើយនឹងជម្រាបលាបងប្អូនជាបរិវត្តទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលអត់បានចូលរួមសមាធិជាមួយនៅល្ងាចនេះផងដែរសូមផ្ញើនៅសេចក្តីនឹករលឹកនិងក្តីស្រឡាញ់ហើយជាពិសេសទៀតសូមផ្ញើនៅកម្លាំងចិត្តទាំងអស់គ្នាជូនដល់បងប្អូនជាពលរដ្ឋទាំងអស់គ្នាឲ្យទទួលបាននៅកម្លាំងចិត្តដ៏ខ្លាំងក្លាទទួលបាននៅកម្លាំងចិត្តដ៏រឹងមាំដើម្បីប្រយុទ្ធជាមួយជំងឺ Covid ទាំងអស់គ្នាបាទអរគុណច្រើនសូមជម្រាបលា